ឥឡូវនេះយើងមានលំហាត់ជង្គង់ចំនួន5ដើម្បីបង្ហាញលោកអ្នកឲ្យធ្វើអញ្ចឹងនេះជាលំហាត់ទី1ដែលយើងធ្វើពី5ទៅ7ដងក្នុងមួយចលនាហើយយើងធ្វើ3ដងអញ្ចឹងលំហាត់ហ្នឹងយើងមានចំនួន5 step ហើយយើងអាចធ្វើទៅតាមដំណាក់កាលនីមួយៗទៅតាមវីដេអូដែលយើងបានបង្ហាញនេះអញ្ចឹងអ្នកដែលមានបញ្ហាឈឺជង្គង់ខ្សោយនៅចលនាជង្គង់យើងអាចធ្វើលំហាត់ទាំង5នេះបានយើងមើលវីដេអូនេះម្ដងមួយក្នុងការធ្វើដើម្បីឲ្យយើងស្ទាត់ហើយនឹងអនុវត្តបានត្រឹមត្រូវទើបទទួលបានលទ្ធផលល្អជៀសវាងការធ្វើទៅវាខុសបណ្ដាលឲ្យមានបញ្ហាផ្សេងៗទៀតអញ្ចឹងបងប្អូនដែលមានបញ្ហាព្យាយាមមើលដដែលឲ្យច្រើនដងដើម្បីបានលទ្ធផលល្អហើយវាពិតប្រាកដជាមិនខុសយើងលោកអ្នកដែលធ្វើឲ្យបានផលឬក៏មិនបានផលមានបញ្ហាអីអាច comment ប្រាប់មកខ្ញុំបានខ្ញុំនឹងប្រឹក្សាជូននៅចំណុចខ្វះខាតឬក៏អាចនឹងព្យាយាមធ្វើវីដេអូថ្មីឬរកវីដេអូថ្មីដើម្បីបង្ហាញទៅលើអ្នកទាំងអស់គ្នាទៀតទៅលើបញ្ហាផ្សេងៗគ្នាឬក៏លើបញ្ហាជង្គង់នេះផងដែរអញ្ចឹងជាចុងក្រោយសូមអរគុណហើយនឹងព្យាយាមធ្វើលំហាត់នេះឲ្យបានល្អបានត្រឹមត្រូវឬបងប្អូនមានបញ្ហាផ្សេងទៀតទាក់ទងជាមួយនឹងស្លាកឆ្អឹងសាច់ដុំគៀបសរសៃអាចធ្វើការទំនាក់ទំនងឬក៏ឆាតសួរទៅព័ត៌មានតាម